ពិសោធន៍ឥឡូវនេះប្រសិនបើបងប្អូនចង់គ្រប់គ្រងការគិតពិតមែនជំរាបសួរបងប្អូនមួយរយៈនេះមានបងប្អូនយើងមួយចំនួនមានការចាប់អារម្មណ៍ជាមួយនឹងការផលិតមាតិការបស់ខ្ញុំហើយបានផ្ញើជាសំណួរជាច្រើនមកកាន់ខ្ញុំដែលពាក់ព័ន្ធនឹងវិស័យដួងចិត្តនេះខ្ញុំនឹងលើកយកសំណួរខ្លះៗដែលជាប្រយោជន៍សម្រាប់មហាជនទូទៅយកមកបកស្រាយជូនសម្រាប់បងប្អូនផ្សេងទៀតក៏អាចផ្ញើជាសំណួរមកបានដូចគ្នាខ្ញុំសូមបញ្ជាក់ថាការឆ្លើយរបស់ខ្ញុំមិនមានបំណងបដិសេធអស់លោកអ្នកមានជំនាញខាងផ្នែកចិត្តសាស្ត្រឬក៏ខាងសាសនាដែលលោកក៏មានមូលដ្ឋានគ្រឹះចេញពីការសិក្សារៀនសូត្រដែរប៉ុន្តែការចែករំលែករបស់ខ្ញុំនេះមានមូលដ្ឋានគ្រឹះពីលក្ខណៈជាក់ស្ដែងក្នុងខ្លួនដែលបងប្អូនអាចចូលទៅពិសោធន៍បានសំណួរដែលខ្ញុំឧស្សាហ៍ឃើញមានការផ្ញើមកសួរជាញឹកញាប់នោះគឺថាតើធ្វើយ៉ាងម៉េចដើម្បីកុំឲ្យគិតច្រើនសំណួរនេះកើតចេញពីបំណងចង់ឲ្យខ្លួនឯងអាចគ្រប់គ្រងការគិតបានឬក៏បញ្ឈប់ការគិតចម្លើយដែលពេញនិយមសម្រាប់ការប្រឹក្សាយោបល់នោះគឺតម្រូវឲ្យមានការរៀបចំវិន័យឲ្យការគិតឲ្យមានរបៀបរឿងណាដែលចាំបាច់ត្រូវគិតចាំគិតរឿងណាដែលមិនចាំបាច់កុំនាំយកមកគិតនាំតែមានការរំខាននេះគឺជាការបដូរការគិតពីការគិតអវិជ្ជមានដែលអត់ប្រយោជន៍ហើយជ្រើសរើសយកការគិតវិជ្ជមានដែលមានប្រយោជន៍វិញប៉ុន្តែការគិតនៅតែគិតមិនមែនជាការកាត់បន្ថយការគិតឬក៏គ្រប់គ្រងការគិតទេជាការពិតការគិតកើតឡើងសម្រាប់តែគិតបើចង់គ្រប់គ្រងការគិតលុះត្រាណាតែយើងស្គាល់ការគិតនឹងគឺជាអីសិនតាមការឲ្យន័យរបស់គិតឬក៏ចិត្តគិតនេះទៅតាមទ្រឹស្ដីមានច្រើនមិនខុសទេប៉ុន្តែវាមិនជាក់ស្ដែងដោយការមកអង្កេតមើលក្នុងខ្លួនយើងឥឡូវនេះនឹងទេថាតើគិតឥឡូវនេះសំដៅដល់អីលក្ខណៈជាក់ស្ដែងរបស់គិតឥឡូវនេះគឺជាការសម្លឹងទៅកាន់សាច់រឿងដែលទៅធ្វើឲ្យមានពីរចំណែកឧទាហរណ៍ថាយើងសម្លឹងទៅកាន់ព្រះច័ន្ទនៅក្នុងពេលនោះមានយើងមួយមានព្រះច័ន្ទមួយប៉ុន្តែការពិតទាំងពីរហ្នឹងគឺជាចិត្តគិតតែមួយវាមើលទៅដូចពីរចំណែកអញ្ចឹងតែការពិតទៅគឺជាចិត្តគិតតែមួយទេកន្លែងនេះជាចំណុចពិសេសណាស់ចូលពិសោធន៍មើលឥឡូវនេះប្រសិនបើបងប្អូនចង់គ្រប់គ្រងការគិតពិតមែនលុះត្រាណាតែបងប្អូនរក្សាខ្លួនឲ្យស្ថិតនៅស្ងៀមស្ងាត់គុំសម្លឹងឬក៏គុំសំងំនៅក្នុងអារម្មណ៍ណាទាំងអស់មិនយូរការគិតនឹងលេចឡើងឲ្យឃើញនេះជាការចាប់ផ្ដើមគ្រប់គ្រងនិងជាទីបញ្ចប់នៃការគិតផងដែរ